ជំរាបសួរក៏ដូចជាស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកតមេរៀនយើងតាក់ទងជាមួយនឹង service sequence ចំណុចទី2អញ្ចឹង point number 2យើងមាន2ចំណុចបើសិនជាយើង check reservation ជាមួយភ្ញៀវហើយស្រាប់តែភ្ញៀវគាត់មានអាហ្នឹងយើងសុំឈ្មោះគាត់ហើយសុំលេខទូរស័ព្ទគាត់អីអញ្ចឹងទៅអញ្ជើញគាត់ទៅតុកដែលគាត់បានកក់ហើយអីអញ្ចឹងបន្តមកទៀតចុះបើសិនជាភ្ញៀវគាត់អត់មាន reservation គាត់ say no យើងធ្វើមិនចឹងបើសិនជាគាត់អត់មាន reservation ទេនេះ if no sir madam may I know how many people come with you together ចឹងមានន័យថាអញ្ចឹងយើងចង់ដឹងចំនួនគាត់មានគាត់អញ្ជើញមកចំនួនប៉ុន្មានអ្នកដែរអញ្ចឹងណាចឹងបើសិនជាគាត់អត់មាន reservation អីដែលសំខាន់យើងត្រូវតែសុំចំនួនរបស់គាត់ដើម្បីអីគេដើម្បីយើងយកទៅ check ថាអូមានតុកណាតនីអត់អីអញ្ចឹងទៅបន្តមកទៀតសួរចំនួនគាត់ហើយគាត់ថា4នាក់ឬ5នាក់អញ្ចឹងយើងប្រាប់គាត់ទៅវិញថា please wait a moment let me check the table for you ចាំមានន័យថានៅពេលដែលគាត់ប្រាប់ចំនួនហើយយើងត្រូវតែទៅ check មើលតុកសិនជួនកាលអាចថាអូតុកនោះមានគេកក់តុកនោះមានភ្ញៀវអង្គុយឬក៏វាអាច fully booking អីអញ្ចឹងទៅអញ្ចឹងបន្ទាប់ពីយើង check ហើយប្រាប់គាត់ឲ្យចាំមក plate ហើយយើង check តុកឲ្យសួរគាត់ទៀត would you like to sit inside or outside ចឹងចំណុចហ្នឹងក៏សំខាន់ដែរជួនកាលយើងចានាំភ្ញៀវទៅអត់ដឹងថាភ្ញៀវគាត់ចង់អង្គុយ inside ឬក៏ outside អីផងជួនកាលគាត់ចង់អង្គុយ outside ដើម្បី smoking អីចឹងទៅចឹងណាចំណុចហ្នឹងវាទូចទេប៉ុន្តែវាពិតជាសំខាន់នៅក្នុង service sequence មែនទេណាចឹងនៅពេលដែលយើងសួរគាត់ហើយប្រាប់គាត់ឲ្យចាំ plate បើសិនជាយើងមានលេខតុកសួរគាត់ would you like to sit inside or outside ហ្នឹង outside the door ឬក៏ inside the door អញ្ចឹងទៅអញ្ចឹងបើសិនជាគាត់ថាអូខ្ញុំចង់អង្គុយខាងក្នុងអញ្ជើញគាត់ទៅ please follow me here is your table បើគាត់ចង់អង្គុយខាងក្រៅនាំគាត់ទៅ please follow me this is our table the smoking area អីអញ្ចឹងទៅអញ្ចឹងចំណុចទី2ដែលភ្ញៀវទៅគាត់ say no ជាមួយនឹង check reservation ហ្នឹងមានតែប៉ុណ្្នឹងទេខ្ញុំកាត់ខ្លីៗដែរដោយសារតែពេលវេលាយើងក៏ខ្លីហើយស្អែកយើងនឹងមានមេរៀនថ្មីយកមកបរៀនជូនពុកម៉ែបងប្អូនទាំងអស់គ្នាទៀតឬក៏បងប្អូនជំនាន់ក្រោយទៀតណាអរគុណច្រើនបាយបាយជម្រាបលា